sad glad bad black stand fat ผมจะเรียกซัวบาทสุดสบายในต่างกันนี้สุดสบายเจเต้แค่นี้บาท hello everybody how are you today ตาจ้า how 今天你们好吗บาทงานนี้ខ្ញុំបាទ Mr. សំសុធាសូមការអនុញ្ញាតចូលខ្លួនមកបង្រៀនភាសាអង់គ្លេសបាទណាក់ដំបងទៀតហើយថ្ងៃនេះផងដែរបាទយើងនឹងរៀនមេរៀនបន្តដដែលហើយមេរៀននេះផងដែរខ្ញុំបាទក៏សូមអធិស្ឋានទុកជាមុនណាក្រោយលោកខ្ញុំបាទធ្វើទៅនឹងការខុសឆ្គងយ៉ាងណាគោលបំណងបាទដើម្បីជួយចែករំលែកចំណេះដឹងបាទចំពោះបាទបងប្អូនដែលចង់ជាភាសាអង់គ្លេសថ្នាក់មូលដ្ឋានគ្រឹះហើយអ្នកដែលចេះហើយក៏អាចរំលឹកបាទជាមួយនឹងខ្ញុំបាទផងដែរបាទហើយថ្ងៃនេះផងដែរយើងនឹងរៀនចំណាំស្រៈភាសាអង់គ្លេសស្មើនឹងអក្សរខ្មែរម្ដងបាទមុននឹងចូលមេរៀនថ្មីខ្ញុំបាទសូមរំលឹកមេរៀនចាស់សិនបាទសូមសួរថាម្សិលមិញយើងបានរៀនអក្សរអីដែរអ្នកទាំងអស់គ្នាសាមញ្ញបាទម្សិលមិញគឺយើងរៀនអក្សរ NK បាទ NK ស្មើស្អីបាទស្មើនឹងអក្សរងហើយមានខនៅពីក្រោយមែនអត់បាទតោះឃ្លាតបាទយើងអានថាងexample តោះឧទាហរណ៍បាទពាក្យ thing បាទ thing បាទនេះ NK thing គិត thing គិតយើងដឹងហើយដល់យើងប្រកបតោះបាទ th នេះបាទ th នេះស្មើ f បាទ f នេះបាទ f i នេះស្មើស្រៈ e បាទស្មើស្រៈ e បាទ nk នេះស្មើនឹងងបាទបូកនឹងបាទងបាទអញ្ចឹងយើងស្មើមក f បាទ f i f បាទនឹង thing បាទ thing បាទមករៀនសង្កេតដូចខ្ញុំបាទចាំមួយទៅស្រួលប្រកបបាទណាយើងមើល f i f នឹង thing គិតបាទឥឡូវកុំឲ្យខាតពេលវេលាយើងចូលមករៀនបាទថ្មីហើយថ្ងៃនេះយើងរៀនបាទប្រកបពាក្យជាមួយស្រៈម្ដងបាទតូច a ធំស្មើស្រៈ a បាទឥឡូវយើងចូលមករៀនតែម្ដងណាយើងមកឧទាហរណ៍បានឆាប់យល់បាទពិបាកចិត្ត sad ខ្ញុំពិបាកចិត្តណាស់ I am so sad រីករាយ glad រីករាយទៅបានស្គាល់អ្នក glad to know you អាក្រក់ bad បរិសុទ្ធអាក្រក់ម្នាក់ bad man ខ្មៅ black ខ្ញុំស្បែកខ្មៅណាស់ I am black stand ឈរក្រោកធ្វើឡើង stand up កង្ហារឬអ្នកគាំទ្រ fan ខ្ញុំជាអ្នកគាំទ្រណាស់ I am your fan បាទមេរៀនដែលខ្ញុំបានធ្វើនៅថ្ងៃនេះក៏សូមចប់ដោយសង្ខេបតែប៉ុណ្ណេះឯងហើយអ្នកដែលចង់ចេះភាសាអង់គ្លេសកុំភ្លេចណាអានទៅអានមកបាទនឹងចេះហើយព្យាយាមរៀនគង់តែបានសម្រេចបាទកុំភ្លេចថ្ងៃនេះរៀនប្រកបពាក្យជាមួយស្រៈ a ស្មើ a បាទ sad glad bad black stand fan បាទសូមអរគុណសូមជម្រាបលាបាយបាយ